ជំរាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel ជាសិកាធីផ្សាជាថ្មីថ្ងៃនេះផងដែរខ្ញុំមានប្រធានបទមួយជំរាបជូនបងប្អូនទាំងអស់គ្នានោះគឺអាចកំបាំងតាក់ទាញទ្រព្យសម្បត្តិរបៀបប្រើប្រាស់ច្បាប់ស្រូបទាញឲ្យរត់រកអ្នកតើអ្នកធ្លាប់មានអារម្មណ៍ថាអ្នកខំប្រឹងរកស៊ីធ្វើការយ៉ាងខ្លាំងប៉ុន្តែលុយកាក់ហាក់ដូចជាពិបាករកឬក៏រកចូលមកបានណាវាអត់នៅជាមួយនឹងយើងបានយូរសោះថ្ងៃនេះយើងនឹងបញ្ឈប់ការគិតថាលុយគឺជាអ្វីដែលពិបាកតាមរកយើងនឹងចាប់ផ្ដើមប្រើប្រាស់អំណាចដ៏អស្ចារ្យបំផុតនៃចិត្តគំនិតរបស់យើងនោះគឺច្បាប់ស្រូបទាញដើម្បីឲ្យលុយនិងភាពបរិបូរណ៍រត់មករកយើងវិញអ្នកនឹងដឹងពីរបៀបកំណត់រំញ័ររបស់អ្នកឲ្យស្របទៅនឹងទ្រព្យសម្បត្តិអញ្ចឹងយើងនឹងចាប់ផ្ដើមស្វែងយល់តាមរយៈវីដេអូឃ្លីបនេះរាល់គំនិតដែលអ្នកមានចំពោះលុយគឺជាធម៌ពលប្រសិនបើអ្នកគិតថាលុយពិបាករកលុយជាឫសគល់នៃបញ្ហាអ្នកនឹងមិនស័ក្តិសមនឹងមានលុយច្រើននោះទេនោះអ្នកកំពុងបញ្ចេញរំញ័រនៃភាពខ្វះខាតច្បាប់ស្រូបទាញដំណើរការតាមរយៈអ្វីដែលអ្នកជឿដូច្នេះជំហានដំបូងគឺត្រូវផ្លាស់ប្ដូរទស្សនៈលុយគឺជាឧបករណ៍ដ៏ល្អសម្រាប់បង្កើនភាពល្អប្រសើរនៅក្នុងជីវិតចូលទទួលស្គាល់ថាភាពបរិបូរណ៍មានគ្រប់ទីកន្លែងត្រូវគិតថាលុយគឺជាមិត្តភ័ក្តិដែលចូលចិត្តតាមមករកអ្នកជានិច្ចហើយអ្នកក៏ជាអ្នកចាត់ចែងលុយដ៏ល្អផងដែរចាប់ផ្ដើមនិយាយទៅកាន់ខ្លួនឯងថាខ្ញុំបើកចិត្តទទួលយកភាពបរិបូរណ៍ដោយងាយងាយការស្រមៃឃើញគោលដៅហិរញ្ញវត្ថុគឺចាំបាច់ណាស់តែមិនមែនគ្រាន់តែនិយាយថាខ្ញុំចង់បានលុយច្រើននោះទេអ្នកត្រូវតែកំណត់នៅចំនួនជាជាក់លាក់និងអារម្មណ៍ជាក់លាក់សំលេងបិចសរសេរលើក្រដាសចូលស្រមៃថាតើជីវិតរបស់អ្នកមើលទៅដូចម្ដេចនៅពេលអ្នករកបានចំនួនប៉ុន្មានដុល្លារនៅក្នុងមួយខែតើអ្នកនឹងមានអារម្មណ៍ធូរស្រាលនិងមានសុវត្ថិភាពយ៉ាងណាតើអ្នកចំណាយលុយទាំងនោះទៅលើអ្វីស្រមៃខ្លួនឯងកំពុងផ្ទេរលុយចូលគណនីធនាគារដោយស្នាមញញឹមស្រមៃឃើញថាអ្នកកំពុងទិញផ្ទះជូនឪពុកម្ដាយកុំផ្ដោតលើរបៀបដែលលុយនោះនឹងមកដល់តែត្រូវផ្ដោតលើថាលុយនោះបានមកដល់ហើយរីករាយនឹងទទួលអារម្មណ៍នោះអារម្មណ៍គឺជាភាសាដែលចក្រវាឡយល់ច្បាស់បំផុតនៅពេលដែលអ្នកកំណត់រំញ័ររបស់អ្នកត្រឹមត្រូវហើយចក្រវាឡនឹងបញ្ជូនចាប់ផ្ដើមសកម្មភាពបំផុសគំនិតមកកាន់អ្នកទាំងនេះគឺជាគំនិតភ្លាមដែលលេចឡើងក្នុងខួរក្បាលរបស់អ្នកឧទាហរណ៍គំនិតចង់រៀនជំនាញថ្មីអ្វីមួយគំនិតចង់ទូរស័ព្ទទៅដៃគូអាជីវកម្មចាស់ឬគំនិតចង់សរសេរគម្រោងផែនការអាជីវកម្មថ្មីភាពខុសគ្នារវាងការខិតខំធម្មតានិងការខិតខំដែលស្របតាមច្បាប់ស្រូបទាញគឺស្ថិតនៅលើអារម្មណ៍នៅពេលដែលអ្នកធ្វើសកម្មភាពដោយអារម្មណ៍ភ័យខ្លាចឬតក់ស្លុតអ្នកនឹងទាក់ទាញភាពបរាជ័យតែនៅពេលដែលអ្នកធ្វើសកម្មភាពដោយអារម្មណ៍ជឿជាក់និងដឹងគុណថាលទ្ធផលនឹងល្អឡើងអ្នកនឹងឃើញទ្វារឱកាសបើកហើយត្រូវត្រៀមខ្លួនទទួលយកលុយពីប្រភពដែលមិននឹកស្មានដល់កុំបដិសេធឱកាសតូចតាចដែលជាផ្លូវបើកទៅរកឱកាសធំតើអ្នកធ្លាប់ឮទេថាការឲ្យកាន់តែច្រើនទទួលបានកាន់តែច្រើននេះគឺជាផ្នែកសំខាន់នៃច្បាប់ស្រូបទាញនៅពេលដែលអ្នកមានអារម្មណ៍ថាគ្រប់គ្រាន់ហើយអ្នកនឹងហ៊ានចែករំលែកការដឹងគុណចំពោះលុយដែលអ្នកមានបច្ចុប្បន្នទោះតិចតូចក្តីនឹងជាមេដែកដ៏ខ្លាំងក្លាបំផុតមុននឹងស្នើសុំលុយបន្ថែមចូលសួរខ្លួនឯងថាតើយើងបានប្រើប្រាស់លុយដែលយើងមានបច្ចុប្បន្នដោយប្រាជ្ញាឬដោយបញ្ញាហើយឬនៅការបរិច្ចាគការសប្បុរសធម៌ឬការជួយអ្នកដទៃដោយលុយគឺជាការបញ្ជាក់ប្រាប់ចក្រវាឡថាអ្នកគឺជាប្រភពនៃភាពបរិបូរណ៍ហើយមិនមែនជាមនុស្សដែលខ្វះខាតនោះទេនេះគឺជាការបង្កើនលំហូរនៃទ្រព្យសម្បត្តិក្នុងជីវិតរបស់អ្នកចូលធ្វើរឿង3យ៉ាងនេះចាប់ពីថ្ងៃនេះតទៅ 1. និយាយពាក្យបញ្ជាក់អំពីលុយ Money Affirmation ឧទាហរណ៍លុយចូលមកក្នុងជីវិតខ្ញុំដោយងាយស្រួលនិងមិននឹកស្មានដល់ 2. កំណត់ហេតុនៃភាពជោគជ័យហិរញ្ញវត្ថុ Success Journal សរសេររាល់លុយដែលចូលមកក្នុងជីវិតរបស់អ្នកទោះមួយកាក់មួយសេនក៏ដោយដើម្បីបង្កើនអារម្មណ៍ដឹងគុណ 3. កុំត្អូញពីការចំណាយ
រាល់ពេលអ្នកចំណាយលុយចូលអរគុណលុយនោះដែលបានបម្រើអ្នកហើយមានជំនឿថាលុយនឹងត្រឡប់មករកអ្នកច្រើនជាងមុនច្បាប់ស្រូបទាញមិនមែនគ្រាន់តែជាការគិតប៉ុណ្ណោះទេតែការប្រែក្លាយខ្លួនអ្នកឲ្យក្លាយទៅជាមនុស្សដែលមានរំញ័រដោយទ្រព្យសម្បត្តិចូលចាប់ផ្ដើមផ្លាស់ប្ដូរគំនិតរបស់អ្នកអំពីលុយហើយរៀបចំខ្លួនដើម្បីទទួលយកលំហូរនៃភាពបរិបូរណ៍ខ្ញុំជឿជាក់ថាអ្នកអាចធ្វើបានបើអ្នកយល់ថាវីដេអូនេះមានប្រយោជន៍សូមជួយចុច like subscribe និងចែករំលែកទៅដល់មនុស្សដែលអ្នកស្រឡាញ់ដើម្បីឲ្យពួកគេចាប់ផ្ដើមទាក់ទាញភាពបរិបូរណ៍ជាមួយនឹងអ្នកផងដែរសូមអរគុណ